ប្រសិនបើកូនរបស់អ្នកមានយ៉ាងហោចណាស់3ក្នុងចំណោមសញ្ញាទាំង5នេះអ្នកប្រហែលជាមានកូនដែលពោពេញដោយទេពកោសល្យហើយ 1. និយាយច្រើនកុំគិតថាវាជាការរំខានវាជាសញ្ញានៃការអភិវឌ្ឍខួរក្បាលយ៉ាងលឿនគ្រប់សំណួររឿងរ៉ាវឬគំនិតអ្វីក៏ដោយគឺជាការវិវត្តខួរក្បាលរបស់ពួកគេទៅលើភាព logic និងការប្រើភាសារបស់ពួកគេក្នុងល្បឿនមួយយ៉ាងលឿន 2. មិនអាចអង្គុយស្ងៀមបានលោតលើសាឡុងឬលើគ្រែកុំទាន់បញ្ឈប់ពួកគេភ្លាមអីថាមពលនេះបង្ហាញថាពួកគេកំពុងមានការវិវត្តលើការប្រើចលនារបស់ពួកគេ 3. មិនចូលចិត្តគេងថ្ងៃកុំគិតថាពួកគេរឹងរូសអីការមិនសម្រាកអាចមានន័យថារាងកាយនិងខួរក្បាលរបស់ពួកគេមានថាមពលច្រើនជាងក្មេងដទៃដែលអាយុដូចគ្នា 4. នៅមិនស្ងៀមពេលញ៉ាំបាយវាអាចគួរឲ្យធុញប៉ុន្តែការចង់ដឹងនិងចង់ស្វែងយល់ពីអ្វីដែលនៅជុំវិញខ្លួនគឺជាបុគ្គលិកលក្ខណៈល្អរបស់ពួកគេគួរកុំបិទការចង់ចេះចង់ដឹងមួយនេះអី 5. ងាយយំកុំចាត់ទុកវាជាភាពទន់ខ្សោយការងាយយំបង្ហាញថាពួកគេមានអារម្មណ៍ជ្រាលជ្រៅអារម្មណ៍ស្រឡាញ់និងយល់ពីទុក្ខធុរៈអ្នកដទៃអារម្មណ៍នេះនឹងជួយពួកគេក្នុងការបង្កើតទំនាក់ទំនងល្អទៅថ្ងៃមុខទេពកោសល្យរបស់ក្មេងពេលខ្លះត្រូវបានបិទបាំងដោយចំណុចតូចៗទាំងនេះពុំទាន់កែប្រែឬដាក់សម្ពាធលើពួកគេភ្លាមអីសង្កេតមើលពួកគេសិនណា